តើប្រទេសណាមានតម្រូវការមាសច្រើនជាងគេនៅប្លុកអាស៊ានបើតាមក្រុមប្រឹក្សាមាសពិភពលោកបានឲ្យដឹងថាថៃជាប្រទេសដែលមានតម្រូវការដុំមាសច្រើនជាងគេបំផុតនៅក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ឬអាស៊ានជាមួយនឹងកំណត់ត្រាកាលពីឆ្នាំ2025ដោយបានទិញដុំមាសសរុប 51.4 តោនឬប្រហែលនឹង 36% នៃតម្រូវការមាសសរុបក្នុងប្លុកនេះបើតាមសារព័ត៌មានវៀតណាម EVN Express បានចេញផ្សាយនៅថ្ងៃពុធទី 4 ខែកុម្ភៈឆ្នាំ2026តួលេខនេះជាចំនួនដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល 7 ឆ្នាំកន្លងមកនេះហើយវាមានតម្លៃរហូតដល់ជាង $6,000 លានអាមេរិកប្រទេសថៃបាននាំមុខវៀតណាមដែលជាទីផ្សារដ៏ធំជាងគេនៅក្នុងតំបន់កាលពីឆ្នាំ2024ជាមួយនឹងតម្រូវការមាសចំនួន 42.1 តោនសរុបមកវិញទីផ្សារមាសធំៗនៅតំបន់អាស៊ីអាគ្នេយ៍ចំនួន 5 ត្រូវបានគេឃើញនៅការទិញដុំមាសនិងកាក់មាសកើនឡើងជាង 15% កាលពីឆ្នាំ2025រហូតដល់ចំនួនសរុប 139 តោនដែលជាតួលេខដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល 9 ឆ្នាំកន្លងមកនេះប្រទេសវៀតណាមបានជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការទិញដុំមាសចំនួន 36.1 តោនប៉ុន្តែវៀតណាមក៏ជាប្រទេសតែមួយគត់ដែលបានប្រកាសពីការថយចុះនៃការលក់មាសរហូតដល់ 14% ការជួញដូរមាសរបស់ប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងជាប់ៗគ្នានៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ2025ដោយបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល 75 ឆ្នាំកន្លងមកនេះកង្វះការផ្គត់ផ្គង់ត្រូវបានលើកឡើងថាវាជាកត្តាដ៏សំខាន់នៅពីក្រោយការថយចុះនៃការលក់មាសនេះការខ្វះខាតដុំមាសនិងការកើនឡើងនៃតម្រូវការចិញ្ចៀនមាសបានជំរុញឲ្យតម្លៃកើនឡើងយ៉ាងខ្លាំងដោយពង្រីកគម្លាតជាមួយនឹងអត្រាមាសរបស់ពិភពលោកនៅប្រទេសវៀតណាមតម្លៃមាសបានកើនឡើងចំនួន 81% កាលពីឆ្នាំ2025និងកើនឡើង 13.5% រហូតមកដល់ឆ្នាំ2026បាននិយាយជារួមមកវិញប្រទេសថៃនិងប្រទេសវៀតណាមនៅតែមានតម្រូវការមាសច្រើនជាងគេក្នុងតំបន់ឬស្មើនឹង 2/3 នៃប្រទេសអាស៊ានទាំង11ទន្ទឹមគ្នានេះដែរឥណ្ឌូនេស៊ីដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតនិងមានចំនួនពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្លុកអាស៊ានមានតម្រូវការមាសច្រើនលំដាប់លេខ 3 ជាមួយនឹងការលក់មាសចំនួន 31.6 តោនគឺកើនឡើងចំនួន 29% នេះជាតួលេខដ៏ខ្ពស់បំផុតនៅក្នុងរយៈពេល 12 ឆ្នាំកន្លងមកនេះស្របគ្នានេះដែរម៉ាឡេស៊ីបានឈរក្នុងលំដាប់លេខ 4 ដែលមានតម្រូវការមាសចំនួន 10.3 តោនគឺកើនឡើងចំនួន 37% ដែលជាការកើនឡើងខ្ពស់នៅក្នុងរយៈពេល 12 ឆ្នាំដូចគ្នានេះដែរប្រទេសសិង្ហបុរីបានឈរក្នុងលំដាប់លេខ 5 ជាមួយនឹងការកើនឡើងដ៏ធំបំផុតនៅក្នុងតំបន់ចំនួន 48% ជាមួយនឹងការលក់មាសចំនួន 9.6 តោនតម្រូវការមាសរបស់ពិភពលោកសម្រាប់មាសដុំនិងកាក់មាសសរុប 1,374 តោនឬស្មើនឹង $154,000 លានដោយក្នុងនោះប្រទេសចិននិងឥណ្ឌានៅតែជាទីផ្សារធំបំផុតទាំងពីរតម្រូវការនៅក្នុងប្រទេសចិនសម្រាប់ដុំមាសនិងកាក់មាសបានកើនឡើង 28% ក្នុងឆ្នាំ2025បើធៀបនឹងឆ្នាំ2024ខណៈប្រទេសឥណ្ឌាត្រូវបានកត់ត្រាពីការកើនឡើង 17% នៅក្នុងរយៈពេលដូចគ្នានេះជាមួយគ្នានេះប្រទេសទាំងពីរមានចំនួនមាសច្រើនជាងពាក់កណ្ដាលនៃតម្រូវការដុំមាសនិងកាក់មាសសរុបរបស់ពិភពលោក